OK ឥឡូវលោកគ្រូបង្ហាញខ្លះៗទាក់ទងជាមួយនឹងប្រភពកម្រងសំណួរថាតើប្រភពកម្រងសំណួរយើងដែលយើងយកមកពីណាជាទូទៅ research យើងគេអត់លើកទឹកចិត្តឲ្យយើងបង្កើតកម្រងសំណួរខ្លួនឯងទេយើងទៅមើលអ្នកដែលសិក្សាមុនសំណួរដែលគេបានសិក្សាហើយគេតេស្តរួចហើយគេតេស្តពីសំណួររបស់គេអញ្ចឹងណាអូខេប៉ុន្តែយើងមិនមែនថាយើងអត់បង្កើតកម្រងសំណួរខ្លួនឯងក៏អត់បានទេគឺយើងអាចបង្កើតបានប៉ុន្តែយើងតេស្តថាធ្វើម៉េចឲ្យកម្រងសំណួររបស់យើងនឹងអាចទុកចិត្តបានឧទាហរណ៍ថាយើងវាយតម្លៃលើបរិស្ថានឬក៏ស្អីមួយអញ្ចឹងណាអូខេអញ្ចឹងខ្ញុំបង្ហាញតិចខ្លះតាក់ទងជាមួយនឹងប្រភពកម្រងសំណួរដែលយើងយកមកថាតើវាមានភាពជឿជាក់ប៉ុណ្ណាអញ្ចឹងឧទាហរណ៍ថាតាក់ទងជាមួយនឹងចំណេះដឹងអញ្ចឹងតាក់ទងកម្រងសំណួរនេះខ្ញុំបានពី Professor សុកសេរីអញ្ចឹងប្រភពចំណេះដឹងអញ្ចឹងវាមានហូរហែមកតាក់ទង plastic អញ្ចឹងអានេះគេបកប្រែពីអង់គ្លេសមកខ្មែរអញ្ចឹងណាហើយអញ្ចឹងនេះប្រភពសោះរបស់វានេះគឺជា journal មានន័យថាអត្ថបទស្រាវជ្រាវមួយគេបោះពុម្ពអញ្ចឹងយើងទៅមើលថាតើមកបណ្ណាអញ្ចឹងយើង copy អានេះទៅយើងចូលក្នុងGoogle Scholar ណាចូលក្នុង Google Scholar យើងបែរចូលមកអូខេអញ្ចឹងយើងនេះមកអូខេយឺតបន្តិចអ៊ីនធឺណិតយឺតតិចអ៊ីនធឺណិតយឺតខ្ញុំចូលអ៊ីនធឺណិតសាលាឃុំគេប្រហែលជាដើរលឿនជាងអូខេហ្នឹងនេះជាឈ្មោះ journal គឺជាចំណងជើងរបស់គេអញ្ចឹងយើងទៅមើលយើងអាច download បានអត់អូខេអញ្ចឹងយើងមើលនេះ journal គេឈ្មោះទស្សនាវដ្តីរបស់គេគឺ Case Study in Chemical and Environment Engineering នេះឈ្មោះរបស់គេនៅក្រុម Elsevier ណាអញ្ចឹងគេឲ្យ view PDF យើងអាចមើលបានអូខេ Science Direct ណាអញ្ចឹងនេះខ្ញុំបើកមុនណានេះជាជា journal ដែលគេបោះពុម្ពហើយអញ្ចឹងមុនបោះពុម្ពបានហ្នឹងគឺឆ្លងកាត់មិនធម្មតាទេវា review គណៈកម្មការយើងអញ្ចឹងអានេះគេសិក្សាពីតាក់ទងអេរយាប័តតាក់ទង plastic ណាអញ្ចឹងយើងទៅមើលកម្រងសំណួរដែលខ្ញុំយកមកនេះកន្លែងនេះតាក់ទង knowledge ណានេះតារាងទី3នេះឃើញគេនិយាយថា waste តាក់ទងមួយ plastic នេះឃើញ knowledge response អញ្ចឹងនេះ Likert scale នេះប៉ុន្តែនេះគេតេស្តទៅលើផ្នែកមួយទៀតអញ្ចឹងនេះឃើញនេះកម្រងប្រភពសំណងឃើញគេដាក់number use អីហ្នឹងណានេះប្រភេទអីចឹងណាតោះនេះអញ្ចឹងអានេះគេតេស្តរួចហើយកម្រងសំណួរហ្នឹងហើយអញ្ចឹងយើងគ្រាន់តែយកកម្រងសំណួរដែលគេតេស្តអញ្ចឹងមានន័យថាបើសិនជាយើងយកកម្រងសំណួរគេធ្វើហើយមកអញ្ចឹងគឺយើងមាន reference ត្រឹមត្រូវមានឯកសារយោងត្រឹមត្រូវអញ្ចឹងយើងគេតេស្តរួចហើយអញ្ចឹងគេតេស្តរួចហើយយើងយកមកដាក់សម្របមិនឲ្យត្រូវបរិបត្តិយើងអញ្ចឹងយើងអាចទុកខ្លះដកខ្លះអញ្ចឹងអត់បញ្ហាទេអញ្ចឹងនេះគឺជាប្រភពកម្រងសំណួរដែលយើងយកមកហើយគេបោះពុម្ពរួចហើយអញ្ចឹងវាអាចទុកចិត្តបានណានេះតាក់ទងអាកប្បកិរិយាឃើញ plastic bag plastic bottle and cup អីចឹងទៅអ្វីនៅក្នុងយើងដាក់អញ្ចឹងជាសម្រងសំណួរដែលគេតេស្តបានហើយគេតេស្តហើយគេបោះពុម្ពអញ្ចឹងគេបោះពុម្ពនៅ journal មួយឈ្មោះ case study អញ្ចឹងខ្ញុំ copy អានេះខ្ញុំចង់ទៅមើលថាតើ journal ហ្នឹងស្ថិតនៅក្នុងកម្រិតណា level អីគេណាអញ្ចឹង Google អញ្ចឹងណាហើយខ្ញុំទៅចូល Sci Micro យើងបែរនេះ Sci Micro យើងចង់មើល Sci Micro នេះអូខេអញ្ចឹងខ្ញុំមើលនេះអូខេអញ្ចឹងSci Micro ខ្ញុំចូលកន្លែងនេះអញ្ចឹងវាមានថាតើប្រភេទ journal នេះអូខេអញ្ចឹងនេះនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រគឺវាមាន4កម្រិតគេហៅ quartile គឺ quartile 1 quartile 2 quartile 3និង quartile 4អញ្ចឹងអា quartile 4អន់ជាងគេធំជាងគេអា1អញ្ចឹង journal នេះគេបោះនៅ quartile 1ឃើញយើងដាក់មកអញ្ចឹងមានន័យថា journal នេះធំអញ្ចឹងវាអត់មានបញ្ហាទេអញ្ចឹងអ្វីសំណួរដែលយើងយកមកតេស្តហ្នឹងគឺអាចទទួលយកបានណាហើយខ្ញុំ back មកវិញថាតើ impact factor វាប្រមាណនេះ science indirect យើងចុចចូលកន្លែងនេះទៅឈ្មោះ journal របស់គេអញ្ចឹងនេះ impact factor ធំ size score ទេអត់ឃើញ impact factor អូខេ article fee នេះតម្លៃបោះពុម្ព$1030តម្លៃបោះពុម្ពរបស់ article ហ្នឹងណាហើ
ហើយ citation វាដូច9ចុចស្គរអានេះអត់ឃើញ impact factor ប៉ុន្តែអត់អីទេសំខាន់ Q1 វាស្ថិតនៅក្នុងកម្រិត Q1 អញ្ចឹងយើងអាចទុកចិត្តបានអូខេអញ្ចឹងកម្រងសំណួរ